តាមពិតខ្ញីខ្មៅវាគឺជារុក្ខឱសថធម្មជាតិមួយដែលគេប្រើប្រាស់តាំងពីបុរាណមកម៉េះដែលគេប្រើប្រាស់លក្ខណៈជាបែបបុរាណក្នុងលក្ខណៈជាបុកពូតដំវាឲ្យម៉ត់ហើយលាយជាមួយទឹកគេហូបធម្មតាអាហ្នឹងគឺជាការប្រើប្រាស់បែបបុរាណក៏ប៉ុន្តែបច្ចុប្បន្ននេះគឺខ្ញីខ្មៅវាត្រូវបានគេរកឃើញថាវាជារុក្ខឱសថមួយដ៏កម្រពីព្រោះថាខ្ញីខ្មៅគឺវាមានផ្ទុកនៅសារធាតុសកម្មពីរដែលយើងហៅថា methoxyflavone និង bioflavonoid សារធាតុសកម្មនេះសូម្បីតែយិនសិនសូម្បីតែផ្សិតលីងជឺសូម្បីតែមិនថារុក្ខឱសថផ្សេងណាទេគឺអត់មានទេចំពោះសារធាតុសកម្មពីរហ្នឹងមានតែខ្ញីខ្មៅមួយតែប៉ុណ្ណោះអញ្ចឹងគឺហេតុផលនឹងហើយបានគេថាខ្ចីខ្មៅគឺជារុក្ខឱសថដែលជាប់លំដាប់ថ្នាក់លេខ2ប្រចាំពិភពលោកផងដែរហើយបើយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រក៏គេបានឲ្យដឹងដែរថាសារធាតុសកម្មទាំងពីរហ្នឹងគឺជួយដល់សុខភាពមនុស្សល្អខ្លាំងមែនទែនចំពោះជំងឺអត់ឆ្លងជាពិសេសវាជួយខ្លាំងតាក់ទងជាមួយនឹងឈាមហើយនឹងអ្នកលើសជាតិស្ករបានល្អ